លិខិតផ្ដាច់ទំនាក់ទំនងនេះនៅនឹងខ្ញុំបើថ្ងៃក្រោយនៅតែបន្តតាមរំខានខ្ញុំនឹងធ្វើឲ្យពួកឯងរស់មិនបានស្លាប់មិនរស់ទៅចុះល្អណាស់បងស្រីតើលោកមានគុណពិតជាស្នាក់នៅក្នុងភូមិគ្រឹះតែមួយជាមួយបងមែនទេលោកមានគុណឈ្មោះចាំងដាជាស្ដាប់ទៅរៀងចម្លែកបន្តិចដូចជាឈ្មោះកន្លែងម៉ាសាអញ្ចឹងទៅថ្ងៃមុខកុំឲ្យផ្ដេសផ្ដាសបែបនេះទៀតគាត់មិនមែនត្រឹមតែជាអ្នកមានគុណទេគាត់គឺជាស្វាមីរបស់យើងគឺជាស្វាមីដ៏ល្អដែលបងស្រីរកឲ្យពួកយើងទាំង3នាក់ស្វាមីរបស់ពួកយើងទាំង3នាក់ហ៎អូយសំឡេងស្រែកថ្លៃមុននោះធ្វើម៉េចទៅមែនហើយបងស្រីគាត់តែម្នាក់ឯងតើពួកយើងទាំង3នាក់អាចទប់ទល់រួចទេខ្ញុំអូយមើងងាយខ្ញុំមែនទេសំឡេងឈឺចាប់ធ្វើឲ្យខ្ញុំខឹងច្បាស់ជាឲ្យនាងស្គាល់រសជាតិគូសេវាកម្មពិសេសគេរបស់ខ្ញុំឃើញតួអង្គដែលអាចភ្ជាប់បានលីនវ៉ាន់ឈីងនិងលីនវ៉ាន់យីតើចង់ភ្ជាប់ដែរឬទេភ្ជាប់ជាមួយលីនវ៉ាន់ឈីងជោគជ័យសន្ទុះស្នេហារបស់លីនវ៉ាន់ឈីងគឺ50ជាមួយលីនវ៉ាន់យីជោគជ័យសន្ទុះស្នេហារបស់លីនវ៉ាន់យីគឺ50មិននឹកស្មានថាជួបគ្នាលើកដំបូងក្មេងស្រី2នាក់នេះមានចិត្តលើខ្ញុំដល់ទៅ50ទៅហើយថ្ងៃនេះខ្ញុំមកទាំងប្រញាប់ប្រញាល់នៅមិនទាន់បានរៀបរាប់ប្រាប់ពួកឯងឲ្យបានច្បាស់លាស់នៅឡើយទេបងថ្លៃមុនរបស់ពួកឯងគាត់បានស្លាប់បាត់ហើយរាល់ថ្ងៃនេះគឺមានតែខ្ញុំនិងតាជៀនទេដែលរស់នៅពឹងផ្អែកថ្ងៃមុខពួកយើងត្រូវចាត់ទុកគាត់ជាធំក្នុងគ្រប់កិច្ចការយល់ទេចាស់វ៉ាន់ឈីងវ៉ាន់យីសូមគោរពស្វាមីថ្ងៃក្រោយនឹងរួមរស់បម្រើស្វាមីជាមួយបងស្រីសង្ឃឹមថាស្វាមីនឹងមេត្តាអាណិតស្រឡាញ់បានហើយមិនបាច់គូសំពេចទេក្រោកឡើងជាគ្រួសារតែមួយទេខ្ញុំសន្យាឲ្យតែខ្ញុំមានអីហូបពួកនាងក៏នឹងមានដូចគ្នាខ្ញុំនឹងចិញ្ចឹមពួកនាងឲ្យបានល្អសាច់ឈាមភ្លឺថ្លាឲ្យពួកនាងក្លាយជាស្រីស្អាតបំផុតក្នុងនគរខាងត្បូងលោកប្តីតើពួកយើងត្រូវត្រឡប់ទៅភូមិវិញឥឡូវមែនស្រីស្អាតបំផុតក្នុងប្រទេសប្តីសម្លាញ់ឲ្យតើយើងត្រូវត្រឡប់ទៅភូមិវិញឥឡូវនេះមែនទេពួកយើងទៅទីប្រជុំជនសិនទៅទិញខោអាវនិងស្បែកជើងក៏បះឲ្យគ្រប់អាកាសធាតុកាន់តែត្រជាក់ទៅហើយថ្ងៃក្រោយប្រកាសជាត្រូវប្រាវវាហើយប៉ុន្តែតើផ្ទះយើងនៅមានប្រាក់ទៀតទេមានតើធានាថាគ្រប់គ្រាន់ទិញខោអាវឲ្យអូនគឺគ្រប់គ្រាន់ណាស់ចេញដំណើរទៅវាមិនសូវឆាប់ទេពួកយើងឆាប់ទៅឆាប់មកវិញស្ងាត់ទៅប្រព័ន្ធចេញមករកឃើញថាម្ចាស់មានឱកាសចាប់ឆ្នោត4ដងតើចង់ចាប់ដែរឬទេបាទអបអសាទរម្ចាស់ទទួលបានអំបិលអ៊ីយ៉ូត1000បាវបានរក្សាទុកក្នុងលំហប្រព័ន្ធហើយលើកនេះល្អហើយថ្ងៃក្រោយមិនបាច់ទិញអំបិលទៀតទេចាប់ឆ្នោតបន្តអបអសាទរម្ចាស់ទទួលបានស្ករ100តោនហើយយូស្ករ100តោនគ្រប់គ្រាន់សម្រាប់ប្រជាជនក្នុងស្រុកជាអានហូបបាន1ឆ្នាំនៅសល់ឱកាសចាប់ឆ្នោត2ដងទៀតចាប់ទាំងអស់មកបាទម្ចាស់ឥឡូវនេះចាប់ផ្ដើមការចាប់ឆ្នោតលើកទី3សម្រាប់ថ្ងៃនេះអបអសាទរម្ចាស់ទទួលបានការបង្កើនសមត្ថភាពគ្រប់មុខជាអចិន្ត្រៃយ៍100%ហឹមយោហើយយូរង្វាន់នេះពិតជាអស្ចារ្យណាស់ឥឡូវនេះខ្ញុំមានអារម្មណ៍ថាអាចដើរគោមួយឲ្យងាប់បានហេប្រសិនបើកវានឹងស្វែងរកកំណប់មានតម្លៃក្នុងចម្ងាយ10ហត្ថដោយស្វ័យប្រវត្តិបើការស្វែងរកកំណប់អាយ៉ាហេយឺតប្រពន្ធសម្លាញ់ហាអាយ៉ាចាំបន្តិចសិនប៉ាជីបើបងចង់បន្ទោបងចាំចេញផុតពីភូមិចាំនិយាយគ្នាអូយគិតអីហ្នឹងមើលនេះជាស្អីព្រះអើយពិតជាកំបិតសក់ប្រាក់មែនធំដល់ហើយធ្ងន់ទៀតផងខ្ញុំចូលចិត្តយ៉ាងម៉េចដែរតើប្តីរបស់អូនពូកែដែរទេហេពូកែណាស់ហេប្អូនស្រីវ៉ាន់រូតើអូននាំប្អូនស្រីទាំងពីរទៅណាជីតើបុរសនេះជាអ្នកណាហឹមប៉ា